បងទទួលបាន comment ជាច្រើនពីសិស្សានុសិស្សមិនថា comment នៅក្នុង TikTok Facebook ឬក៏ comment នៅក្នុងថ្នាក់ឬក៏យើងជួបនិស្សិតចាផ្ទាល់មុខអីចឹងណាគាត់តែងតែសួរថាអ្នកគ្រូខ្ញុំរៀនភាសាអង់គ្លេសច្រើនឆ្នាំហើយហេតុអីបានខ្ញុំនៅតែប្រើភាសាបានល្អជាពិសេសនៅពេលដែលខ្ញុំនិយាយខ្ញុំមិនមានទំនុកចិត្តក្នុងការនិយាយទេខ្ញុំឃើញគេខ្ញុំរត់ហៅខ្ញុំឃើញគេនិយាយជាមួយខ្ញុំប្រឡំរត់ហើយគាត់ហ៊ាននិយាយទេអស់ទំនុកចិត្តអលេងចាអញ្ចឹងអ្វីដែលបងតែងតែសួរគាត់មុននឹងបងឆ្លើយសំណួរគាត់បងសួរគាត់ថាតើអូនរៀនភាសាអង់គ្លេសនៅក្នុងគោលបំណងអីអ្នកខ្លះក៏ឆ្លើយមកឲ្យបងវិញបានអ្នកខ្លះក៏គាំងខ្ញុំអត់ដឹងផងខ្ញុំចេះតែរៀនទៅម៉ាក់ខ្ញុំឲ្យរៀនខ្ញុំរៀនទៅនេះជាបញ្ហាអញ្ចឹងអូនត្រូវ set goal ខ្លួនឯងសិនថាតើអូនចង់រៀនភាសាអង់គ្លេសនៅក្នុងគោលបំណងអីគេចាជាគ្រូបង្រៀនចាជាប៉ាជា doctor ឬក៏អូនគ្រាន់តែរៀនភាសាអង់គ្លេសដើម្បីតែចេះនិយាយស្ដីតិចតួចក្នុងគោលបំណងដើរលេងទៅស្រុកគេឬក៏ទៅទិញអីវ៉ាន់អូនត្រូវចេះភាសាអង់គ្លេសអូនត្រូវសួរខ្លួនឯងច្បាស់សិនបើសិនបើថាអូនរៀននៅក្នុងគោលបំណងការងារអីមួយច្បាស់លាស់ដូចជាគ្រូបរិញ្ញាបត្រអូនចង់ធ្វើជាគ្រូបរិញ្ញាបត្រអញ្ចឹងអូនមិនមែនត្រឹមតែពូកែនៅក្នុងការនិយាយស្ដីប៉ុណ្ណឹងទេរាល់ជំនាញទាំងអស់អូនត្រូវតែពូកែ speaking listening reading writing អានឹងជាជំនាញធំ4នៅក្នុងភាសាអង់គ្លេសបូករួមជាមួយនឹងជំនាញតូច3ផ្សេងទៀតដូចជា grammar vocabulary and pronunciation អូនត្រូវជំនាញអានឹងដូចគ្នាដែរណាហើយនៅក្នុងហ្នឹងក្រៅពីការរកគោលដៅច្បាស់លាស់សម្រាប់យើងនៅពេលដែលយើងបញ្ចប់ថ្នាក់បញ្ញាបត្រទៅលើជំនាញអូនត្រូវគិតនៃមួយទៀតថាប្រសិនបើអូនរៀនពាក្យឧទាហរណ៍ជាក់ស្ដែងអូនរៀនពាក្យអូនមិនមែនត្រឹមតែរៀនក្នុងការអានវាទេចាបកប្រែវាទេអានថាអូអានឹងអានថាម៉េចអានឹងបកប្រែថាម៉េចហើយចប់ទេអត់ទេអូនត្រូវឲ្យប្រកាសថាអានឹងបកប្រែថាម៉េចនៅក្នុងបដិបត្តិនេះវាថ្នាក់ពាក្យជាអីវាខុសគ្នាយ៉ាងម៉េចនៅក្នុងបដិបត្តិមួយផ្សេងទៀតធ្វើការប្រៀបធៀបព្រោះពាក្យនៅក្នុងភាសាអង់គ្លេសខុសថ្នាក់ពាក្យខុសការអានអញ្ចឹងបើខុសថ្នាក់ពាក្យការបង្កើតប្រយោគក៏ខុសគ្នាដែរពីព្រោះរាល់សំណង់ប្រយោគទាំងអស់គឺវាចាប់ផ្ដើមមានប្រធានកិរិយាសព្ទហើយនិង complement របស់វាណាជាធាតុផ្សំរបស់វាអញ្ចឹងប្រសិនបើអូនដាក់ថ្នាក់ពាក្យខុសអញ្ចឹងទីកន្លែងដែលអូនដាក់ពាក្យនៅក្នុងប្រយោគហ្នឹងក៏ខុសដូចគ្នាដែរអញ្ចឹងនិយាយឲ្យខ្លីតកតងជាមួយនឹងនៅពេលដែលអូនរៀនពាក្យអូនឲ្យប្រកាសថាបន្ទាប់ពីអូនរៀនពាក្យហើយគឺអូនចេះប្រើប្រាស់ឲ្យត្រឹមត្រូវនៅក្នុង